សូមរក្សាទុកនៅរាល់ពាក្យឧទានទាំងអស់កាលអាយុ25ឆ្នាំមានស្មារតីស្វាហាប់ធ្វើការក្នុងរោងចក្រមួយថ្ងៃពេញក៏មិនចេះហត់មើលឥឡូវនេះចុះដើរតែពីរបីជំហានក៏ហត់ដង្ហក់ដល់ថ្នាក់កូនស្រីឃើញនឹងការរអ៊ូតមពុកសើចទៅគ្មានន័យទេពួកគេពិតជាគួរឲ្យធុញណាស់ត្រឡប់ទៅអាយុ25វិញយ៉ាងច្រើនបំផុតពីក្រោមឡើងលើប៉ុន្តែចេះតែបោកប្រាស់រហូតត្រឡប់ទៅវិញ25ត្រឡប់ទៅវិញ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 នេះទីនេះជាកន្លែងណាយកសពតហើយនេះគឺជាភ្នែកនេះមើលទៅរស់រវើកម្លេះចិញ្ចើមក្រាស់ម្លេះភ្នែកភ្លឺម្លេះក្បាលនៅរឹងមាំទៀតផ្ទៃមុខតឹងណែននេះមិនមែនជាមុខរបស់ខ្ញុំកាលអាយុ25ឆ្នាំទេអីគឺខ្ញុំពិតជាខ្ញុំមែនអាយុ25ឆ្នាំពិតជាបានត្រឡប់ទៅអាយុ25ឆ្នាំមែនត្រឡប់មកវិញហើយត្រឡប់មកវិញមែនតែនហើយព្រះជាម្ចាស់លោកបានរើហើយពិតជាអាចរស់នៅម្ដងទៀតបានមែនគួយពេសៀវយ៉ាមកហើយមិនមែនទេពេលនេះគួយពេនិងខ្ញុំមិនទាន់ស្គាល់គ្នាចិត្តដទេសៀវយ៉ាមិនទាន់កើតទេនេះតើខ្ញុំគួរត្រឡប់ទៅវិញឬក៏នៅទីនេះបន្តបើឯងត្រឡប់មកវិញហើយចុះហេតុអីក៏ត្រូវត្រឡប់ទៅវិញទៀតចុះសៀវយ៉ាគួយហ្វិនត្រូវតែត្រឡប់ទៅវិញត្រូវតែត្រឡប់ទៅផ្ទះដើមវិញត្រូវតែត្រឡប់ទៅផ្ទះដែលមានសៀវយ៉ានិងគួយហ្វិនមានរឿងអីទៀតហើយត្រឡប់មកវិញហើយរឿងទាំងអស់នេះដូចជាមិនទាន់កន្លងផុតទៅយូរប៉ុន្មានទេដោយការទៅតែចេញទៅអញ្ចឹងមិនក៏ខ្លាចជាមានរូបរាងអាយុ25ឆ្នាំអញ្ចឹងម៉ែត្រឡប់មកវិញហើយបាត់ក្បាលទៅណាសងំស្ងាត់ឈឹងអញ្ចឹងនេះជារបស់សៀវយ៉ាបន្តិចទៀតតើគូពន្យល់ពួកគេយ៉ាងម៉េចទៅតើវាលក់បាត់ហើយក្រោកអស់ហើយមកមើលម៉ែហៅកូនឯងជានរណា
តែឯងដឹងដោយរបៀបណាថាលោកតាខ្ញុំគឺជាមានរឿងអីនឹងសៀវយ៉ាម៉ាក់នេះតើអ្នកជានរណាហេតុអីបានជាអ្នកនៅក្នុងផ្ទះយើងមិនមែនទេនរណាអ្នកមីងគឺម៉ាក់ហេតុអីក៏នាងមានមុខមាត់ដូចទៅនឹងរូបថតប៉ាកានៅក្មេងខ្លាំងម្ល៉េះកុំមកធ្វើជាចង់រាប់អានស្និទ្ធស្នាលជាមួយពួកយើងតើអ្នកជានរណាឲ្យប្រកាសហេតុអីអ្នកមានសពផ្ទះយើងចុះលោកចាងចាងធានហ្វូគឺចាងធានហ្វូនឹងឯងមិនដឹងថាមានរឿងអីកើតឡើងទេគ្រាន់តែភ្ញាក់ពីគេងក៏ខ្លាចជាបែបនេះបាត់ទៅហើយពូមើលរឿងភាគខ្លីឆ្លងភពច្រើនពេកហើយដឹងប៉ាឆ្នាំនេះអាយុ65ឆ្នាំហើយចំណែកលោកមើលទៅតែ25ឬ26ប៉ុណ្ណោះ cosplay គ្រាន់តែដើម្បីឲ្យមានអារម្មណ៍ល្អបន្តិចតើយុវជនមិនថាឯងធ្វើការអីក៏ដោយការចូលផ្ទះគេដោយគ្មានការអនុញ្ញាតគឺខុសច្បាប់ប្រញាប់ចេញទៅបើមិនចេញទេខ្ញុំនឹងប្តឹងប៉ូលីសហើយអូខ្វាយសិនកុំខឹងអីអ្នកឯងមានជំងឺលើឈាមកុំឆេវឆាវពេកឯងហៅខ្ញុំថាអីហ្នឹងឯងមិនក៏ឯងដឹងថាខ្ញុំមានជំងឺលើឈាមទីយកតើឬគេនិយាយគ្នាខ្ញុំជាក្មួយរបស់ចាងធានហ្វូក្មួយបាត់ត្រូវហើយមួយឈីជឺប៉ាហើយនៅមានឈីជីទៀតមិនក៏មិនដែលលើឈ្មោះនឹងអញ្ចឹងមានតើមិនក៏មិនមានខ្ញុំជាកូនប្រុសរបស់បងជីដូនមួយឆ្ងាយរបស់គាត់ឈ្មោះចាងឡេនៅភាគខាងត្បូងរហូតមកនៅខ្វាងតុងបាទនៅខ្វាងតុងខាងស្រុកកំណើតបាននិយាយថាសុខភាពពូមិនសូវល្អទេក៏ឲ្យខ្ញុំមកជួយមើលថែគាត់មើលចោះមុខមាត់ដូចពូកានៅក្មេងមែនទេអ្នកគ្រួសារយើងមុខមាត់ដូចគ្នាអីចឹងឯងចាងឡាយសាច់ញាតិឆ្ងាយមែនទេមិនមែនទេចុះពូឯងនៅណាហេតុអីគាត់ទុកឲ្យឯងនៅផ្ទះម្នាក់ឯងពូគាត់ចុះទៅដល់ហាត់ប្រាណខាងក្រោមបាត់ហើយបាទគាត់ចុះទៅដល់លេងខាងក្រោមហើយខ្ញុំនៅចាំគាត់ក្នុងផ្ទះប្រសិនបើគាត់ជាអ្នកឲ្យមកខ្ញុំលីវ៉ាប៉ុន្តែប៉ាវេលានេះប៉ុន្តែវានៅតែមិនកម្រិតឡើយមើលកម្មវិធីព័ត៌មានកុមារថ្មីពេលនេះលីវម៉ាក់ជឿទេឯងថាឯងគឺជាក្មួយប្រុសរបស់គាត់អញ្ចឹងល្អហើយឯងប្រាប់មកមើលស្រុកកំណើតណែណាតើឪពុករបស់ឯងឈ្មោះអ្វីចុះជើងរបស់ពូឯងតើវាដួលតាំងពីពេលណារឿងរ៉ាវជាក់លាក់ឯងនិយាយរៀបរាប់មកទាំងអស់មកស្រុកកំណើតគឺនៅក្នុងភូមិនឹងអីឪពុកឈ្មោះធ្វើមិនដឹងថាបងប្រុសខាងឈ្មោះអីអានឹងជើងរបស់ពូគឺកាលពីឆ្នាំ1987ពេលកំពុងជួសជុលក្នុងប្រលានយន្តហោះមានប្រេងនៅលើដីក៏ដួលទៅគាត់បាក់ឆ្អឹងស្មងជើងស្ដាំហើយបានរំសើអស់រយៈពេល3ខែម៉ាក់រឿងនេះវាងាយស្រួលដឹងជាងរឿងរបស់ម៉ាក់ទៅទៀតប៉ុន្តែគាត់បែរជាដឹងតាំងពីឆ្នាំនិងពេលវេលាជាក់លាក់ទៀតទោះជាឯងដឹងរឿងនេះក៏ដោយចុះឯងថាគាត់ទៅណាឲ្យប្រកាសហើយទូរស័ព្ទមិនក៏ទេមិនចូលអីចឹងប្រហែលជាចុះទៅលេងអុកនៅផ្ទះតាលេខាងក្រោមបាត់ហើយគាត់មិនបានយកទូរស័ព្ទទៅទេឯងថាឯងជាក្មួយប្រុសរបស់គាត់មកពីស្រុកកំណើតមកមើលថែគាត់ក៏បានអីចឹងទេទៅសួរឲ្យស្រុកមើលសួរឲ្យច្បាស់ថាវាមានរឿងអីឲ្យប្រកាសម៉ាក់បានហើយយកកណ្ដាលអាត្រិតហើយទេទៅស្រុកធ្វើអីទៀតម៉ាក់ចង់សួរពីអីកុំទៅរំខានគេសម្រាប់អីហើយមើលចុះនាងស្លៀកខោអាវរបស់ពុកទៀតមើលទៅមិនដូចមនុស្សអាក្រក់ទេពុកប្រហែលជាចុះទៅក្រោមមែនហើយប្រហែលជាមិនបានយកទូរស័ព្ទទៅមែនអូខេចុះឯងស្នាក់នៅទីនេះសិនទៅចុះប៉ុន្តែនិយាយគ្នាឲ្យច្បាស់ជាមុនសិនមុនពេលពួកឯងត្រឡប់មកវិញមុននឹងរឿងនេះត្រូវបានដោះស្រាយឲ្យច្បាស់លាស់របស់របរនៅទីនេះឯងមិនត្រូវបានអនុញ្ញាតឲ្យប៉ះពាល់ផ្ដេសផ្ដាសឡើយ
បងប្អូនមកមើលជាមួយនឹងបញ្ហាបងស្រីម្នាក់ដែលគាត់មានបញ្ហាលើសគីឡូខ្លាំងកាំងគីឡូខ្លាំងឥឡូវបងប្អូនមើលថារូបគាត់ទៅគឺដឹងថាដៃជើងធំធំមានក្បាលពោះមានបឿកដូចបងប្អូនបានឃើញអញ្ចឹងហើយរូបហ្នឹងគាត់ប្រាប់ខ្ញុំថាគាត់ទៅអ៊ីអននៅចុងខែ11បងប្អូនមើលបានណានិយាយទៅមានគាត់ធំមែនតើហើយគាត់ប្រើគ្រប់វិធីអស់ហើយប៉ុន្តែនៅតែអត់ស្រកបងប្អូនឥឡូវសាក់ទាយមើលថាគាត់អាចកែប្រែរូបរាងខ្លួនឯងពីរាងមួយដែលធាត់បែបហ្នឹងមកជារាងមួយដែលតូចច្រឡឹងដូចក្តីសម័យរបស់គាត់បានអូយឥឡូវបងប្អូនសាក់មើលវីដេអូហ្នឹងមើលថាគាត់ពីមុនហ្នឹងឥឡូវខុសគ្នាឆ្ងាយកម្រិតណាហើយគាត់បានរាងស្អាតដូចក្តីសម័យអញ្ចឹងហើយដោយសារតែគាត់បានញ៉ាំជាមួយនឹងវីតាមីនស៊ូជីគាត់ញ៉ាំអស់តែ33គ្រាប់ទេប៉ុន្តែស្រករហូតដល់ទៅ15គីឡូនិយាយទៅស្រកលឿនមែនតើវីតាមីនស៊ូជីនេះឲ្យតែហ៊ានញ៉ាំគឺដឹងតែស្រកមួយកំប៉ុងគឺស្រកចន្លោះពី3ទៅ6គីឡូហើយក៏អត់តម្រូវឲ្យបងប្អូនតមអាហារនិងហាត់ប្រាណដែរបងប្អូនបើកំពុងតែលើសគីឡូកាំងគីឡូកំពុងអាចបាក់ទឹកចិត្តអីអាចសាក់មកញ៉ាំបានជាមួយនឹងវីតាមីនស៊ូជីសម្រាប់បងប្អូនដែលចង់ញ៉ាំជាមួយនឹងវីតាមីនស៊ូជីអាចរកទិញបានដែលមានលក់នៅតាមដំណាំចែកចាយនិងមានលក់នៅលើទីផ្សារទូទាំង25ខេត្តក្រុងហើយបដូរសម្លៀកបំពាក់ចេញផងកុំស្លៀករបស់ពួកឯងមើលទៅវាចម្លែកភ្នែកគេអរគុណសិនជឺអរគុណប្អូនស្រីសៀវយ៉ាធានាជូនពិតជាគោរពតាមច្បាប់កំណត់មិនខានស្អែកនឹងបដូរចេញហើយបដូរស្អីទៅសម្រាប់ខ្ញុំខោអាវមួយកុំភ្លេងនេះស្រួលខ្លួនបំផុតហើយបានហើយបើអញ្ចឹងពួកយើងគុំនៅដោះស្រាយគ្នានៅទីនេះអីបើសួរចប់ហើយនាំគ្នាហូបបាយទៅតើនេះជារឿងអីទៅវិញតើតាកញ្ចាស់នឹងទៅណាហើយបងជីដូនមួយអ៊ីជិនមកពីខ្វាងតុងខ្លាចថាកាលពីបងនៅក្មេងប្រហែលជាចង់រកមនុស្សដូចបងអីចឹងឯងមែនទេឪពុករបស់ហែងឲ្យសង្ហាជាងមុនបន្តិចសៀវយ៉ាប៉ារបស់ហែងជាធម្មតាមានការរវល់បានណាត់ជាមួយពួកម៉ាក់ចាស់2 3នាក់ចេញទៅក្រៅមួយរយៈទៅសួរសុខទុក្ខមិត្តរួមអាវុធចាស់នៅតាមខេត្តត្រូវហើយទៅដើរលំហែកាយប្រហែលជាត្រូវបាត់មុខមួយរយៈឯងកុំបារម្ភអីមានយកទូរស័ព្ទទៅដែរតើប្រហែលមកពីសេវាមិនសូវល្អនៅផ្ទះឯងជួយមើលការខុសត្រូវផងហើយនៅមានបងជីដូនមួយចាំងលេងនោះទៀតគាត់ជាមនុស្សត្រឹមត្រូវឲ្យគាត់ជួយសម្រាលការងារផ្ទះខ្លះទៅបានហើយរឿងនេះកុំបារម្ភច្រើនអីតូចម្លេះនៅតែប្រញាប់ពេកគឺថតនឹងឯងមិនក៏ឥឡូវនៅស្លៀកពាក់ខោអាវរបស់ប៉ាអញ្ចឹងមានការអីមិនល្អទេអីស្អាតតមែនទេមិនមែនទេបងប្រុសបងមើលនៅតាមផ្លូវឥឡូវមានយុវជនណាគេស្លៀកអញ្ចឹងទៀតស្លៀកពាក់បែបហ្នឹងមែនបើអ្នកមិនដឹងគេស្មានថាអញទៅតែចេញមកពីជួបម្ចាស់អញមកហើយមិនទាន់ដូរឈុតអាវធំទៀតពួកក្មេងអាយកុំគិតតែរឿងទាន់សម័យពេកខោអាវនឹងណាគ្រាន់តែសម្រាប់បិទបាំងរាងកាយនិងស្នាមសំខាន់បំផុតគឺផាសុកភាពនិងភាពស្អាតបាតចុះឈុតនេះយ៉ាងម៉េចដែរបុរាណណាស់តើចុះឈុតដែលឯងផ្ញើឲ្យមកនោះវាល្អជាងអានឹងទៅទៀតបាទបុរាណមិនអាក្រក់ទេតែលោកពូមិនអាចស្លៀកតែឈុតនឹងរហូតទេយកអញចេះទៅចាំខ្ញុំទិញខោអាវថ្មីឲ្យប៉ុន្មានជាខោអាវសម្រាប់ក្មេងស្រីលោកពូយល់ព្រមទេមិនបាច់ទេបែបនេះល្អហើយម៉ោង 9 ហើយថាជិតម៉ោង 9 ហើយខ្ញុំដឹងហើយបងចាំរួចបន្តិចនឹងខ្ញុំឈប់ហើយម៉ោង 9 បាត់ហើយតាពួកឯងនៅធ្វើទៀតត្រូវគិតពីសុខភាពផងរវល់ការងារឯងទៅខ្ញុំមើលបន្តិចទៀតឲ្យចប់សិនទូរទស្សន៍នឹងមានអីល្អមើលទៅទិសូតែសំឡេងរំខានឈឺក្បាលណាស់សៀវយ៉ាការងារឯងទុកធ្វើស្អែកមិនបានទេអីពន្លឺនឹងមិនល្អចំពោះភ្នែកទេចិត្តហើយបន្តិចទៀតរួចហើយសល់តែបន្តិចទៀតទេឈប់ទៅគុំនៅធ្វើការងារដេប៉ានឹងទៀតអីយប់ហើយកាន់តែខូចភ្នែកសុខភាពរបស់ហែងត្រូវចេះថែរក្សាមិនអាចប្រៀបជាមួយពួកក្មេងដូចពួកយើងបានទេក្មេងឯងចង់និយាយពីខ្លួនឯងមែនទេខ្ញុំចង់និយាយពីសៀវយ៉ាក្មេងកុំចេះតែចូលចិត្តដេកយប់ជ្រៅពេកមើលក្នុងអ៊ីនធឺណិតគេថាដេកយប់ជ្រៅធ្វើឲ្យជ្រុះសក់
ហើយក៏មិនល្អចំពោះបេះដូងនិងថ្លើមដែរថែមទាំងធ្វើឲ្យថត់ទៀតបើបណ្ដោយឲ្យខូចសុខភាពអស់ទៅថ្ងៃមុខតើត្រូវធ្វើម៉េចទៅក៏គ្មានអ្នកណាមកខ្វល់ខ្វាយជាមួយដែរបងជីដូនមួយសម្ដីនិងទឹកដុំសម្លេងរបស់បងគឺដូចប៉ារបស់ខ្ញុំកាលនៅក្មេងបេះបិទតែម្ដងមិនខុសគ្នាសំបីតែមួយម៉ាត់ប៉ាតយល់ហើយរក្សាទុកគេងឥឡូវហើយពូរបស់ហែងក៏ដូចគ្នាដែរឲ្យតែដល់ម៉ោងហ្នឹងគឺចាប់ផ្ដើមដេញឲ្យទៅដេកហើយនឹងនោះគឺមកពីពុំមីងនិយាយត្រូវបတ်ពិសោធន៍មនុស្សចាស់ត្រូវតែស្ដាប់ប្រញាប់បិទភ្លើងលាងដៃហើយទៅដេកទៅត្រួតពិនិត្យបានបាទហើយ565ឆ្នាំមកហើយរ៉ូមែនទិកម្លេះថ្ងៃនេះអត់មានអារម្មណ៍មួយដេកសំបីតែបន្តិចចង្វាក់លើកនេះនឹងធ្វើឲ្យអ្នកគ្រប់គ្នាមានអារម្មណ៍ថាសម្មិតចាំងលៃនេះលោកបន្ថែមអាហារពេលកណ្ដាលអាទិត្យហើយអ៊ីចឹងវាជាការទទួលបាននៅបទពិសោធន៍ហើយអត់ទេគ្រាន់តែឃ្លានមែនហើយឃ្លានរោគអីញ៉ាំបន្តិចឃ្លានលោកញ៉ាំនំប៉័ងចំហុយត្រជាក់ជាមួយជ្រក់ថែមទាំងញ៉ាំជាមួយអាហារសម្រន់ដែលមិនល្អចំពោះសុខភាពទៀតបងជីដូនមួយរបបអាហារសុខភាពរបស់បងហាក់ដូចជាផ្ទុយគ្នាបន្តិចហើយដើម្បីសន្សំសំចៃនំប៉័ងចំហុយនេះបើមិនញ៉ាំទេគឺខ្ជះខ្ជាយហើយចុះចំណែកអាហារកញ្ចប់តូចនោះគ្រាន់តែតាមនឹងដែរទេកុំញ៉ាំនំប៉័ងចំហុយចុះលោកមើលខ្លួនឯងមើលឥឡូវម៉ោងប៉ុន្មានហើយម៉ោង 2:15 នាទីរំលងអធ្រាត្រហើយបើសិនជាខ្ញុំចាំមិនច្រឡំទេកាលពីប៉ុន្មានម៉ោងមុននឹងមានសម្មិត្តម្នាក់ទើបតែប្រដៅយើងយ៉ាងម៉ឺងម៉ាត់ឲ្យឆាប់ចូលគេងដើម្បីសុខភាពបើនៅយប់ជ្រៅខូចសុខភាពគ្មានអ្នកណាមកខ្វល់ទេមិនគួរនៅយប់ជ្រៅទេនៅក្មេងនៅយប់ជ្រៅម្ដងកាលមិនចាត់ទុកថាជាការនៅយប់ជ្រៅទេគ្រាន់តែចូលគេងយឺតបន្តិចប៉ុណ្ណោះបងជីដូនមួយបងឯងនេះពូកែមានស្តង់ដារពីរមែនខ្លួនឯងធ្វើអ្វីក៏បានតែមិនឲ្យអ្នកដទៃធ្វើតាមខ្លួនឯងនៅយប់ជ្រៅចុចទូរស័ព្ទចុចរហូតដល់ម៉ោង 2 យប់មកស្ដីឲ្យយើងឲ្យឆាប់ចូលគេងអត់មានចុចទូរស័ព្ទទេនេះគ្រាន់តែស្ដាប់ល្ខោនជីលោកស្ដាប់រសនិយមគាត់ទៅមើលពិតជាប្លែកម្យ៉ាងដែរបានបងញ៉ាំបន្តចុះស្ដាប់បន្តទៅតែបងប្រុសលើកក្រោយពេលបងប្រដៅពួកយើងរឿងចូលគេងយឺតមិនល្អត្រូវធ្វើខ្លួនឲ្យត្រង់ផងរាត្រីសួស្ដីអូមិនទាន់ត្រូវទេសួស្ដីសាក់ភ្លក់មើលឆ្ងាញ់ណាស់ណាមិនញ៉ាំទេមានឯងគឺមិនល្អចំពោះសុខភាពទេ
ញ៉ាំតែមួយម៉ាត់ទៅមើលរឿងនេះទៅតួឯកប្រុសស្រីសម្ដែងបានសមគ្នាណាស់ញ៉ាំអីបណ្ដាមើលបណ្ដាទើបមានជាតិសណ្ដែកដីអត់ភ្នែកមើលទេអីក៏គ្រាន់បើដែរគ្រាន់តែរសជាតិប៊ីចេងរៀងខ្លាំងបន្តិចញ៉ាំជាមួយអានឹងណាបងប្រុសមើលតួឯកប្រុសនេះមើលទៅល្ងងបែបគួរឲ្យស្រឡាញ់គាត់មានការយល់ច្រឡំជាមួយតួឯកស្រីតែបែរជាមិនព្រមនិយាយចេញមករឿងនឹងមានអីដែលថានិយាយមិនបានសួរត្រង់ទៅវាចាប់បាត់ហើយលើកកែវមួយបងជីដូនមួយគេហៅថាទំនាស់ក្នុងសាច់រឿងបងយល់អត់មើលណែចាប់ផ្ដើមរំជួលចិត្តហើយមិនសំភ្នែកតតែសោះម៉ោង 10 ហើយនៅមិនទាន់ចូលគេងទៀតចាងវាយទៅរៀបចំទៅរួចចាំញ៉ាំបាយចាងវាយអញទៅខ្ចប់មួយចំណែកទៅដឹងហើយថាកែទៅគេងខ្លួនឯងទៅអញហៅថាម៉េចមិញមិនមែនទេច្រឡំមាត់ពុកសិនគឺពុកសិនហើយច្រឡំចាងលេមើលទៅឯងកាន់តែគ្មានរបៀបរបបហើយខ្ញុំជាសិនរបស់ឯងខ្ញុំជាចាស់ទុំរបស់ឯងបាញ់មិញឯងហៅយើងថាអីលោកប៉ាតើឯងរៀនអាពាក្យហៅថោកទាបនឹងមកពីណាគឺពូរបស់ឯងតែហៅឯងបែបហ្នឹងសុំទោសខ្ញុំមិនបានចេតនាទេវាគ្រាន់តែរបូតមាត់នៅស្រុកកំណើតជួនកាលគេហៅផ្ដេសផ្ដាស់បែបហ្នឹងដែរមិនមែនទេកុំមកនិយាយរឿងឥតប្រយោជន៍ជាមួយយើងស្រុកកំណើតរបស់គេស្រុកកំណើតស្អីដែលហៅសិនថាជាគូជីវិតហ្នឹងគឺគ្រូពេទ្យនៅក្បែរខ្លួនគ្រាន់តែមួយផ្លែតគិតមិនទាន់ឯងចង់កេងចំណេញពីយើងមែនទេគ្មានដឹងចាស់ដឹងទាបអីសោះគ្មានសុជីវធម៌តតែសោះតើប៉ាម៉ាក់ឯងបង្រៀនឯងបែបហ្នឹងមែនទេម៉ាក់បន្ធូរកំហឹងសិនទៅបងជីដូនមួយច្បាស់ជាមិនបានចិត្តណាទេគាត់ប្រហែលជាគ្រាន់តែមួយផ្លែតនឹងខួបក្បាលគាត់គង់ហើយមែនទេបងមែនអត់និយាយហើយទៅឥឡូវចាន់ចង្កឹះមកហាមាត់ប្រាប់ឯងឲ្យដឹងទៅចុះយាយចាងពូឯងមិននៅទីនេះទេក្នុងផ្ទះនេះហើយមួយទៀតបើនៅតែមិនដឹងខ្យល់អីបែបនេះនិយាយផ្ដេសផ្ដាស់ទៀតកុំបន្ទោសថាខ្ញុំមិនទុកមុខឲ្យពូឯងបើដល់ពេលត្រូវដេញចេញខ្ញុំនឹងដេញឯងចេញភ្លាមឯងឬនៅយីហើយប៉ាមិនហ៊ានទៀតទេយកស្របតាមនឹងបងឡាងជួយមើលឲ្យបន្តិចមើលវគ្គនេះខ្ញុំមើលមិនទាន់អស់ចិត្តទេបានចាំពុកជួយមើលឲ្យមែនទេចាំបងជួយមើលឲ្យបងជីដូនមួយមិញបងហៅថាអីគ្មានអីទេហើយឯងថាសៀវយ៉ាតើមិនមែនទេបងទៅតែហៅថាកូនស្រីតើខ្ញុំមួយច្បាស់ណាស់មិនអាចទេឯងស្ដាប់ច្រឡំហើយអំបាញ់មិញហើយនាងថាសៀវយ៉ាលឿនពេកទើបវាស្ដាប់ទៅដូចជាកូនស្រីកុំមកចង់បោកខ្ញុំមិនមែនបាញ់បងហើយកូនស្រីឡើងរអិលមាត់បងជីដូនមួយការច្រឡំមាត់របស់បងនេះគួរឲ្យចាប់អារម្មណ៍ណាស់អំបាញ់មិញហៅម៉ាក់ថាប៉ាឥឡូវមកហៅកូនស្រីទៀតមិនដែរបងចង់ធ្វើជាប៉ាគេមែនអត់ទេដាច់ខាតមែនហើយគ្មានទៅជា10ក៏ខ្ញុំមិនហ៊ានដែរមកពីឯងមកដូចអ្នកនៅស្រុកកំណើតម្នាក់ខ្លាំងពេកប្អូនស្រីជីដូនមួយតែឈ្មោះហៅក្រៅថាកូនស្រីមែនហើយប្អូនស្រីជីដូនមួយឲ្យតែឃើញឯងភ្លាមខ្ញុំក៏ឃើញគាត់បាត់នេះមិនមែនហៅថាច្រឡំទេអីសំបីតែសៀវមិញប្អូនស្រីនៅស្រុកកំណើតបងក៏ហៅថាកូនស្រីដែរមែនទេចុះពេលបងឃើញម៉ាក់តើបងនឹកឃើញដល់អ្នកណានឹកឃើញដល់ប្រពន្ធបងនឹងណារឿងហ្នឹងវាផ្សេងគ្នាមិនមែនជារឿងតែមួយទេទោះជាយ៉ាងណាក៏ដោយគ្រាន់តែនិយាយច្រឡំមាត់សុទ្ធសាធប្អូនស្រីសៀវយ៉ាប្អូនកុំគិតច្រើនអីចំពោះប្អូនចំពោះសឿនបងពិតជាគ្មានចិត្តអ្វីផ្សេងបន្តិចសោះឡើយសុបថយបានហើយច្រឡំមាត់ក៏ច្រឡំមាត់ទៅចុះប៉ុន្តែបងជីដូនមួយបងជាបងប្រុសណានៅតែមិនទាន់មើលឲ្យខ្ញុំទៀតមែនទេមើលបងមើលឲ្យប្អូនសៀវយ៉ានៅមិនទាន់គេងទៀតហេះប្រញាប់ធ្វើការឲ្យហើយកុំរអ៊ូច្រើនអ្នកទាំងអស់គ្នាទៅគេងមុនទៅម៉ោងប៉ុន្មានហើយនៅធ្វើការអីទៀតចាំបាច់ត្រូវធ្វើឥឡូវនឹងមែនល្មមហើយឈប់ស្ដីឲ្យគាត់ទៅបានទេហេតុអីអ្នកទាំងអស់គ្នាដូចតែគ្នាអញ្ចឹង
ក្រៅពីឲ្យគេងលឿនបន្តិចសុខភាពក៏សំខាន់ដែរបងមិននិយាយអីផងនិយាយរឿងផ្សេងខ្លះមិនបានទេកំពុងជេរក្នុងចិត្តបងក៏គិតបែបនឹងដែរពួកយើងសុំទោសណាបងជាវមិនមែនខឹងនឹងបងទេគឺគ្រាន់តែហត់ខ្លាំងពេកក្នុងចិត្តវាណែនតឹងណាស់បើណែនក្នុងចិត្តចាំខ្ញុំនិយាយប្រាប់ខ្ញុំមកខ្ញុំចាំតែស្ដាប់ខ្ញុំមិនស្ដីប្រដៅទេតាមពិតក៏គ្មានអីដែរគ្រាន់តែមានអារម្មណ៍ថាអស់កម្លាំងចិត្តធ្វើការហត់សងប់ហាក់ដូចជាគ្មានអ្នកណាខ្វល់ថាអញខំប្រឹងប៉ុណ្ណាទេឲ្យតែមានលទ្ធផលគឺបានហើយទោះបីជាត្រូវនៅផ្ទះមើលថែពេញមួយថ្ងៃក៏ដោយនៅផ្ទះមានអីមិនល្អបងគិតមើលទៅគាត់គិតថាខ្លួនឯងត្រឹមត្រូវរហូតពេញមួយជីវិតកាលនៅក្មេងមើលអីក៏គាត់ចង់លូកដៃគ្រប់គ្រងដែររាប់អានមិត្តភក្តិណាក៏គាត់ចង់គ្រប់គ្រងដែរសូម្បីតែរឿងស្លៀកពាក់ក៏គាត់ចង់គ្រប់គ្រងដែរដល់ពេលធំឡើងរឹតតែលើដើមការរៀននៅមហាវិទ្យាល័យពេលរើសជំនាញគាត់ចង់ឲ្យរៀនកណេគាត់ថាវាមានលំនឹងខ្ញុំមិនព្រមស្ដាប់ក៏រើសយកផ្នែកឌីហ្សាញគាត់រអ៊ូដាក់ខ្ញុំពេញមួយវិស្មកាលគាត់ថាទៅថ្ងៃមុខខ្ញុំច្បាស់ជាស្ដាយក្រោយគាត់ធ្វើបែបហ្នឹងក៏ដើម្បីឯងដែរមែនហើយសុទ្ធតែក៏ដើម្បីឯងទាំងអស់ពេលរៀនចប់រកការងារធ្វើគាត់ប្រើខ្សែរយៈរកការងារស្រួលក្នុងស្ថាប័នរដ្ឋឲ្យខ្ញុំគាត់និយាយថាកូនស្រីធ្វើការងារណាដែលស្រួលទៅល្អជាងមកដល់រឿងរបស់អតិថិជនទៅគឺដឹងហើយថាផលិតផលហ្នឹងមានគុណភាពល្អឬអត់មិនចាំបាច់ឲ្យខ្ញុំរៀបរាប់ច្រើនទេមែនបងប្អូនមើលចង្កេះមកក្តាប់អត់មានក្បាលពោះដៃជើងសឡូននិយាយទៅគឺជារាងមួយដែលមនុស្សស្រីគ្រប់រូបចង់បានហ្មងនេះហើយក៏ដោយសារតែគាត់បានញ៉ាំជាមួយនឹងវីតាមីនស៊ូជីហើយបងប្អូនដឹងស្រាប់ហើយវីតាមីនស៊ូជីនេះឲ្យតែហ៊ានញ៉ាំហើយគឺដឹងតែស្រកពិតស្រកតន់ចិត្តតែម្ដងញ៉ាំតាមមួយកំប៉ុងគឺស្រកចន្លោះពី3ទៅ6គីឡូស្រកដែរមិនហាត់ប្រាណស្រកដែរមិនតមអាហារហើយក៏មិនរាករូសមិនរំខានដល់ការងារប្រចាំថ្ងៃដែរបងប្អូនញ៉ាំជាមួយនឹងវីតាមីនស៊ូជីហើយគឺជួយទប់ស្កាត់ការឃ្លានជួយសម្រួលដល់ប្រព័ន្ធរំលាយអាហារជួយសម្រួលដល់ការបត់ជើងពេលដែលបងប្អូនញ៉ាំជាមួយនឹងវីតាមីនស៊ូជីបងប្អូនចង់ញ៉ាំច្រើនមិនក៏អត់ងាយនឹងឡើងគីឡូដែរនិយាយទៅជួយទប់ស្កាត់ការឡើងគីឡូបានល្អមែនតើញ៉ាំជាមួយនឹងវីតាមីនស៊ូជីគឺមានឯកតេយ្យខាងដុតជាតិខ្លាញ់អាក្រក់ដែលមាននៅក្នុងខ្លួនមួយតួខ្លួនដុតខ្លាញ់អាក្រក់ត្រៃក្លីសេរ៉ាយ LDL ADL កុំឲ្យទៅស្ទះនៅក្នុងសរសៃឈាមខួរក្បាលនិងសរសៃឈាមបេះដូងចា៎សម្រាប់បងប្អូនដែលកំពុងតែលើសគីឡូកាំងគីឡូចង់បានរាងស្អាតដៃជើងសឡូនកុំមើលរំលងឲ្យសោះជាមួយនឹងវីតាមីនស៊ូជីសម្រាប់បងប្អូនដែលចង់ញ៉ាំជាមួយនឹងវីតាមីនស៊ូជីអាចរកទិញបានដែលមានលក់នៅតាមនំណាំចែកចាយនិងមានលក់នៅលើទីផ្សារទូទាំង25ខេត្តក្រុងតែខ្ញុំមិនព្រមតាមក៏ខំប្រឹងរហូតបានចូលធ្វើការក្នុងក្រុមហ៊ុនបច្ចុប្បន្ននេះតាំងពីថ្ងៃដំបូងដែលខ្ញុំចូលធ្វើការគាត់និយាយរាល់ថ្ងៃតែម្ដងថាធ្វើការក្រុមហ៊ុនឯកជនមិនមានស្ថិរភាពទេថាបើគ្មានបទពិសោធន៍ច្បាស់ជាជួបការលំបាកមិនខានមិនស្ដាប់ពាក្យមនុស្សចាស់គង់តែមានរឿងនៅចំពោះមុខទេពេលខ្ញុំដាច់យកធ្វើគម្រោងការងារគាត់ថាវាកំពុងបំផ្លាញសុខភាពពេលចង់ឡើងតំណែងនិងឡើងប្រាក់ខែគាត់ថាកុំខំប្រឹងហួសកម្លាំងប្រយ័ត្នត្រូវគេបោកប្រាស់ពេលនាំមិត្តប្រុសមកផ្ទះគាត់រិះគន់តាំងពីកម្រិតវប្បធម៌ជីវភាពគ្រួសារការងាររកកំហុសរាប់រយចំពោះមកនិយាយរហូតដល់ចុងក្រោយក៏បែកគ្នាទៅគាត់បែកជានិយាយថាឃើញទេប្រាប់តាំងពីយូរហើយថាវាមិនគួរឲ្យទុកចិត្តទេបងដឹងទេអ្វីដែលខ្ញុំទ្រាំមិនបានមែនមកពីគាត់គ្រប់គ្រងពេកទេក៏មិនមែនមកពីគាត់រអ៊ូច្រើនដែរគឺមកពីគាត់តែងតែមិនដែលព្រមព្យាយាមយកតតែសោះថាខ្ញុំចង់បានអ្វីឲ្យប្រាកដគាត់គិតថាផ្លូវរបស់គាត់គឺជាផ្លូវដែលល្អបំផុតនៅក្នុងโลกឲ្យតែងាកចេញបន្តិចគឺថាខ្ញុំជាក្មេងមិនដឹងខ្យល់ភ្លាមគាត់ហាក់ដូចជាមិនបានស្រឡាញ់ខ្ញុំទេតែគាត់ស្រឡាញ់រូបភាពក្នុងចិត្តគាត់ជាកូនស្រីម្នាក់ដែលគួរតែរស់នៅតាមកន្លងនៅក្នុងភ្នែកគាត់ខ្ញុំតែងតែជាកូនដែលមិនបានការជាកូនដែលត្រូវការឲ្យគេចាត់ចែងនិងត្រូវការឲ្យគេកែតម្រូវរហូតធ្លាប់ឆ្លោះគ្នាជាមួយគាត់ធ្លាប់រករឿងគ្នាធ្លាប់មិននិយាយរកគ្នាប៉ុន្តែគ្មានប្រយោជន៍ទេក្រោយមកខ្ញុំក៏លែងចង់និយាយអ្វីទៀតដែរទៅផ្ទះកាន់តែតិចទៅហើយក៏មិនចង់ជួបគាត់ទៀតដែរយ៉ាងណាក៏និយាយគ្នាមិនចូលចោះដែរជួនកាលអ្នកមានអារម្មណ៍ថាពួកយើងដូចជាមនុស្សចម្លែកតែមិននិយាយរកគ្នាចុះអ្នកស្អប់គាត់ទេឪពុករបស់អ្នកនឹងស្អប់មិនតិចទេគ្រាន់តែមានអារម្មណ៍ថាហត់និយាយគ្នាមិនត្រូវគាត់គឺជាពុករបស់ខ្ញុំដឹងថាគាត់ស្រឡាញ់
លោកពូឡាំងមិនងាយទេតែទង្វើរបស់គាត់ធ្វើឲ្យខ្ញុំថប់ដង្ហើមឥឡូវនេះខ្ញុំសុខចិត្តធ្វើការថែមម៉ោងសុខចិត្តប្រាប់ពីទុកលំបាកទៅបងជីដូនមួយដែលទើបស្គាល់ក៏មិនអោយក៏មិនចង់និយាយរឿងទាំងនេះប្រាប់គាត់ដែរព្រោះគាត់ច្បាស់ជានិយាយថាសម្ពាធប៉ុណ្ណឹងវាមានស្អីទៅកាលពីចំនួនពួកយើងយ៉ាងម៉េចនោះចាប់ផ្ដើមប្រដៅទៀតហើយឬក៏និយាយថាឥឡូវទើបដឹងថាវាមិនងាយស្រួលមែនទេកាលមុនឲ្យរើសផ្លូវដែលសុខស្រួលតែឯងមិនព្រមស្ដាប់សៀវយ៉ាមីងមិនសូវមានចំណេះដឹងខ្ពង់ខ្ពស់ក៏មិនសូវយល់ពីពិភពរបស់ពួកក្មេងឯងដែរប៉ុន្តែមីងយល់ថាឯងពូកែណាស់មែនណាឯងអាចពឹងផ្អែកលើខ្លួនឯងដើម្បីធ្វើការងារដែលឯងស្រឡាញ់ហើយថែមទាំងធ្វើវាបានយ៉ាងល្អទៀតផងឯងខ្លាំងជាងក្មេងដទៃទៀតច្រើនណាស់ជាងទេគឺខ្លាំងជាងប៉ារបស់ឯងកាលនៅក្មេងឆ្ងាយណាស់កាលគាត់អាយុប៉ុនឯងគាត់បានត្រឹមតែអមុខធ្វើម្ហូបតែមួយមុខគត់មិនមានគំនិតផ្ទាល់ខ្លួនច្រើនដូចឯងទេនេះជាលើកដំបូងហើយដែលបានរៀបពាក្យបែបនេះចេញពីមាត់របស់ចាស់ទុំមិនមែនជាការបដិសេធមិនមែនជាការរិះគន់រករឿងតែវាគឺជាការទទួលស្គាល់ដោយត្រង់ប៉ាឯងគាត់ប្រហែលជាចាស់ទៅរង្វេងរង្វាន់ខ្លះហើយគាត់ទម្លាប់គិតបែបហ្នឹងពេញមួយជីវិតទៅហើយនិយាយបែបហ្នឹងកែមិនបានទេគាត់ខ្លាចឯងចាញ់ប្រៀបគេខ្លាចឯងដើរផ្លូវខុសតែគាត់ភ្លេចថាកំហុសឆ្គងគឺជារបស់ឯងត្រូវទុកឲ្យឯងដើរដោយខ្លួនឯងត្រូវជួបបញ្ហាក៏វាជាបទពិសោធន៍របស់ឯងដែរមិនមែនថាគាត់មិនស្រឡាញ់ឯងទេគាត់ប្រហែលជាមិនដឹងពីរបៀបប្រើវិធីដែលឯងអាចទទួលយកបានដើម្បីស្រឡាញ់ឯងសម្ដីទាំងនេះនិយាយចេញពីមាត់ប៉ាដែលទើបតែអាយុ25ឆ្នាំម្នាក់នេះនិយាយចេញវាប្លែកភ្នែកណាស់តែបែរជាមានភាពច្បាស់លាស់និងស្មោះត្រង់ម្យ៉ាងបងប្រុសមិនក៏បងហាក់ដូចជាយល់ដឹងមែនទែនអីចឹងគ្រាន់តែស្មានទេគ្រាន់តែមានអារម្មណ៍ថាគ្រួសារគាត់ខ្លាចជាបែបនេះវាពិតជាពិបាកមើលណាស់និយាយអញ្ចេះវិញតើឯងចង់សាកល្បងសម្របសម្រួលនិយាយគ្នាម្ដងទៀតទេសាកយកអ្វីដែលឯងនិយាយប្រាប់ខ្ញុំមិញនេះទៅនិយាយជាមួយគាត់មើលទៅគាត់ប្រសិនបើគាត់នៅទីនេះនឹងជួយនិយាយជាមួយគាត់ឲ្យឯងមិនបាច់ទេធ្លាប់និយាយជាមួយគាត់រួចហើយប៉ុន្តែអរគុណបងឆាំងរឿងអប្រយោជន៍ទាំងនេះនៅនិយាយច្រើនម្លេះអរគុណដែលបងមិនបាននិយាយថាប៉ារបស់ឯងធ្វើអ្វីគឺដើម្បីឯងខ្ញុំដឹងឯងហត់ឯងធន់ឯងតូចចិត្តរឿងទាំងនេះសុទ្ធតែជាការពិតប៉ារបស់ឯងគាត់ក៏មានរឿងដែលគាត់បារម្ភដែរមិនបាច់ទេគេងទៅអរគុណត្រូវហើយគេងទៅរឿងធំប៉ុណ្ណាចាំភ្នាក់ឡើងសឹមនិយាយគ្នានិយាយមកចូលមកឈប់ធ្វើពុតទៅនិយាយមកមានរឿងអីខាងស្រុកកំណើតគេទេមកតាមពិតមិនដែលមានមនុស្សដូចឯងទេចាងធានហ្វូតើឯងទៅណាឲ្យប្រកាសហើយនឹងរូបរាងកាយអាយុ25ឆ្នាំរបស់ឯងនេះទៀតតើនេះជារឿងអីឲ្យប្រកាសរឿងនេះគឺធានហ្វូនឹងហើយឯងនិយាយផ្ដេសផ្ដាសហើយប្រពន្ធខ្ញុំគាត់អាយុជាង60ឆ្នាំហើយមុខឡើងជ្រួញអស់ហើយឯងស្មានថាខ្ញុំចាស់វង្វេងមែនទេមិនបានបោកឯងទេក៏មិនដឹងថាជារឿងអីដែរយប់នោះឯងអប់រូបថតហើយគិតថាបើបានត្រឡប់ទៅអាយុ25វិញមិនដឹងជាល្អយ៉ាងណាក៏ត្រឡប់ទៅវិញមែនត្រឡប់ទៅកាលពី40ឆ្នាំមុនប្រែរូបរាងមកវិញក៏ខ្លាចជាបែបនេះតែម្ដងខ្លាចឯងមិនជឿទើបប្រាប់ថាជាក្មួយរបស់ឯងចុះឯងមានអីបញ្ជាក់ថាឯងគឺជាតាចាស់ម្នាក់នោះខ្ញុំដឹងថាអ្នកមានរឿងសង្ស័យនៅក្នុងចិត្តគឺរឿងសៀវយាយជឿនោះឯងយប់ដែលពួកគេរៀបការជាមួយគ្នាអ្នកភ័យពេករហូតធ្វើឲ្យស្រាបខ្ទឹមស្រស់អស់ពាក់កណ្ដាលពេលដែលសៀវយ៉ាកើតមក
ផឹកស្រារាល់ថ្ងៃជ្រុំខ្លាំងណាស់ញាក់ពេញមួយថ្ងៃជាតិថ្នាំសន្លប់របស់អ្នកមិនទាន់អស់ផងក៏ស្រែករវើវីទាំងមិនទាន់ដឹងខ្លួនច្បាស់ថាជាខ្មោចលោកខ្លួនស្អីគេនឹងដល់ពេលរដូវរងាជាងអ្នកត្រជាក់តែងតែយកមកផ្អឹបនឹងខ្លួនពេលខ្ញុំមិនព្រមអ្នកក៏វាយខ្ញុំដឹងពេញមួយជីវិតខ្ញុំមិនសូវចេះនិយាយស្ដីធ្វើឲ្យចាស់ខឹងហើយក៏មិនសូវចោះសម្រុងនឹងប្រពន្ធកូនដែរប៉ុន្តែគ្មានកន្លែងទៅណាទេខ្ញុំគ្រាន់តែចង់មកផ្ទះចង់មកមើលមុខអ្នកទាំងអស់គ្នាប្រែជាក្មេងជាងមុនប៉ុន្តែខាងក្នុងនៅតែជាតាចាស់ម្នាក់នោះដដែលនៅតែជាប្តីរបស់អ្នកលោកចាស់មិនងាប់ឲ្យលោកស្ទើរតែធ្វើឲ្យខ្ញុំភ័យស្លាប់ទៅហើយតើលោកដឹងទេថាប៉ុន្មានថ្ងៃនេះខ្ញុំរស់នៅយ៉ាងម៉េចបារម្ភស្ទើរតែស្លាប់ទៅហើយស្មានតែមានរឿងអ្វីកើតឡើងចំពោះលោកបាត់ហើយមើលចាងវាយនេះទៀតក៏មានអារម្មណ៍ថាចម្លែកសុំទោសភ័យខ្ញុំមិនគួរលាក់បាំងនឹងអូនឡើយពិតជាលោកមែនអូនគឺខ្ញុំក៏មិនដឹងថាវាជារឿងអ្វីដែរមុននេះលោកថែមទាំងហៅថាប៉ាទៀតនៅចំពោះមុខសៀវយ៉ាលោកឲ្យមុខចាស់មួយនេះយកទៅទុកឯណាមកពីប្រញាប់ពេកក៏ភ្លេចបាត់លោកក៏ដឹងថាសៀវយ៉ាមានរឿងមិនពេញចិត្តនឹងលោកច្រើនដែរហើយលោកថែមទាំងលួចស្ដាប់នាងនិយាយទៀតដឹងហើយអ្វីដែលនាងនិយាយគឺត្រូវហើយកាលពីមុនខ្ញុំពិតជាអន់ណាស់ចុះរឿងខាងសៀវយ៉ាតើលោកមានគម្រោងធ្វើបែបណាតើគួរប្រាប់នាងទេកុំតន់និយាយអីនាងទៅតែមានទំនាក់ទំនងល្អជាមួយបងប្រុសជីដូនមួយបន្តិចបើនាងដឹងថាខ្ញុំជាឪពុករបស់នាងប៉ុន្តែរូបរាងចម្លែកបែបនេះនាងច្បាស់ជាទទួលយកមិនបានទេចាំបន្តិចទៀតបានទេក៏បានលាក់ទុកសិនទៅកុំប្រាប់កូនអីហើយមួយទៀតខ្ញុំមិនខ្វល់ថាឥឡូវអ្នកអាយុ25ឬ250ទេបើអ្នកហ៊ានប្រើរាងកាយក្មេងខ្ចីនេះទៅគិតដេះផ្ដាស់ឬមានគំនិតមិនល្អអីខ្ញុំស្ពតហ៊ានតើក្នុងចិត្តនេះមានតែអ្នកនឹងសៀវយ៉ាពេញបេះដូងហើយតើហ៊ានមានចិត្តផ្សេងអីទៀតហួយហ្វឹងគ្រាន់តែចង់នៅក្បែរពួកអ្នកពេលវេលាដែលលើសមកនេះខ្ញុំចង់កំដរពួកអ្នកឲ្យបានល្អធ្វើជាស្វាមីដ៏ល្អម្នាក់វាមានអារម្មណ៍ថាឆ្កងមិចមិនដឹងឪពុកម្នាក់នេះមានមុខមាត់បែបនឹងតើឯងមិនផ្លាស់ប្ដូរតតែសោះនៅតែជារបស់ចាស់របស់ឯងដដែលបានហើយឆាប់ត្រឡប់ទៅវិញទៅគេងទៅចងចាំទុកនៅចំពោះមុខសៀវយ៉ាឯងនៅតែជាក្មួយរបស់ខ្ញុំដដែលឯងបែកការហើយអរគុណឆាប់ទៅឃើញហើយធុញណាស់ធ្វើការហត់ហើយមែនទេភ្នែកមើលរហូតដល់ស្លក់អស់ហើយផឹកទឹកបន្តិចទៅមិនអីទេទុកទីនឹងចុះតើការងារមិនសូវរលូនមែនទេមិនត្រឹមតែមិនរលូនទេខំប្រឹងស្ទើរងាប់ខំដាច់យប់អស់ពីថ្ងៃទើបតែដឹងថាឯកសារដើមដែលផ្ញើមកពីខាងលើវាមិនត្រឹមត្រូវស្អែកត្រូវរាយការណ៍ជូនអតិថិជនហើយឥឡូវត្រូវរញ៉េញ៉ៃអស់ហើយវាមិនមែនជាការទទួលខុសត្រូវរបស់ពួកឯងទេត្រូវរកអ្នកនៅខាងលើរកហើយតែខាងនោះគេគេចវេមេក៏បានតែប្រាប់ឲ្យពួកយើងសម្រុះសម្រួលបន្តិចទៅបងយ៉ាវបងថាហេតុអីជីវិតការងារវាពិបាកម្លេះជួនកាលរឿងនៅកន្លែងធ្វើការវាពិតជាគួរឲ្យធុញណាស់ពិតជាពិបាកមែនឯងបញ្ចេញវាមកនៅកន្លែងធ្វើការឯងក៏ជួបរឿងរុញដាក់គ្នាអីចឹងដែររបស់ខូចអ្នកជួសចូលគេថាប្រើប្រាស់មិនត្រឹមត្រូវអ្នកប្រើប្រាស់គេថាគ្រឿងបរិខាវាចាស់រុញដាក់គ្នាទៅវិញទៅមកចរិតស្ងៀមស្ងាត់រឹងរូសរបស់គាត់ក៏សុខចិត្តសងំកស៊ូដោះស្រាយម្នាក់ឯងទ្រាំអស់ជាមួយមិត្តភក្តិជាច្រើនអ្នកតតែរកឲ្យឃើញញូស្គូនៃបញ្ហាបន្ទាប់មកក៏យកអបាយការបញ្ហាបោកលើទៅរបស់មេចុងក្រោយអ្នកទាំងពីរអ្នកនោះក៏ស្ងាត់មាត់ឈឹងប៉ារបស់ឯងនៅតែអីចឹងមែនមនុស្សដូចគាត់នឹងណាជួឈុនឡាយគាត់មិនសូវចេះបត់បែនក្នុងសង្គមទេដឹងតែពីតាំងរឹងរូសត្រូវរងភាពអយុត្តិធម៌មិនតិចដងទេតែមិនចង់ឲ្យមនុស្សច្រើនដឹងទេមិនអាចបន្តបោកប្រាស់គាត់ទៀតបានទេមិនមែនចង់ឲ្យក្មួយរៀនតាមភាពរឹងរូសរបស់គាត់ទេពូមានន័យថាសៀវយ៉ាក្មួយចេះបត់បែនជាងគាត់បើរឿងនេះក្មួយមានអារម្មណ៍ថាអយុត្តិធម៌នឹងតឹងទ្រូងអ៊ីចឹងត្រូវរកវិធី
ធ្វើយ៉ាងណាកុំឲ្យទាស់ចិត្តគេហើយក៏មិនបាច់រងកំហុសជំនួសគេដែររួចពន្យល់រឿងរ៉ាវឲ្យបានច្បាស់លាស់មួយនៅក្មេងខួរក្បាលរហ័សច្បាស់ជាមានវិធីល្អជាងវិធីរបស់ពូមិនខានពូពូកែតែនិយាយឲ្យស្ដាប់ទៅល្អនឹងចុះបើខ្ញុំរកនឹកវិធីមិនឃើញបើរកនឹកមិនឃើញញ៉ាំភេសជ្ជៈសិនទៅទោះមេក្រឡុំក៏ត្រូវញ៉ាំឲ្យឆ្អែតសិនដែរផឹកឲ្យគ្រាន់សឹមទៅប្រឈមមុខនឹងវាបើត្រូវការឲ្យពូជួយពិគ្រោះក៏ប្រាប់ពូមកកុំក្រែងចិត្តទោះជាពូមើលទិន្នន័យទាំងនោះមិនយល់ក៏ដោយតែបើមើលលើមនុស្សនិងរឿងរ៉ាវវិញប្រហែលជាអាចផ្ដល់ជាគំនិតប្លែកខ្លះបានអមែនហើយបងជីដូនមួយបងជាមួយម៉ាក់ខ្ញុំមួយរយៈនេះដូចជាចម្លែកទាំងពីរនាក់អញ្ចឹងមែនចម្លែកត្រង់ណានិយាយមិនត្រូវដែរគ្រាន់តែមានអារម្មណ៍ថាអ្នកទាំងពីរហាក់ដូចជាមានការយល់ចិត្តគ្នាខ្លាំងជាងមុនពេលខ្លះឲ្យតែសម្លឹងភ្នែកគ្នាក៏ដឹងថាម្ខាងទៀតចង់ធ្វើអ្វីបាត់ទៅហើយកាលពីមុនម៉ាក់តែងតែមើលមកដោយកែវភ្នែកសង្ស័យតែឥឡូវបែរជាមានភាពតច្រកខ្លះហើយថែមទាំងមានការយោគយល់ខ្លះទៀតផងតែអីចោះបងជីដូនមិននិយាយរឿងនេះទៀតទេស្រាប់តែឃ្លានស្គរក្របងជួយចុះទៅក្រោមទិញឲ្យបន្តិចមកធំដល់ប៉ុណ្ណាហើយនៅតែចូលចិត្តអានឹងទៀតញ៉ាំផ្អែមមិនល្អចំពោះធ្មេញទេបងជីដូនមួយកាលបងមកផ្ទះយើងលើកដំបូងបងនិយាយថាបងជាក្មួយប្រុសរបស់ប៉ាមកពីខ្វាងតុងត្រូវហើយអ្នកដឹងរឿងដែលប៉ាដួលបាក់ជើងដឹងថាគាត់ចូលចិត្តប្រើកែវតែមួយណាហើយថែមទាំងដឹងពីអ្វីដែលគាត់លួចញ៉ាំមុនគេទៀតលោកពូម្នាក់នោះជាអ្នកប្រាប់ខ្ញុំប្រាប់ម៉ាក់ខ្ញុំហើយគាត់ថាភរិយាហើយហៅខ្ញុំថាកូនស្រីអ្នកហាត់តៃជីស្ដាប់រឿងនិទានតាមវិទ្យុឲ្យគេឆាប់ចូលគេងហើយចិញ្ចឹមសត្វស្លាបទៀតដូចប៉ាខ្ញុំបេះបិទតែម្ដងនោះគ្រាន់តែជាការចៃដន្យឲ្យប៉ុណ្ណោះមនុស្សចាស់ជំនាន់មុនសុទ្ធតែចូលចិត្តរឿងបែបហ្នឹងរបៀបដែលអ្នកលួងលោមខ្ញុំដូចជាឪពុកម្នាក់ដែលកំពុងមានវិបដិសារីកំពុងតែខិតខំប្រឹងប្រែងប៉ះប៉ូវកំហុសរាល់ចំណង់ចំណូលចិត្តរបស់អ្នកកែវភ្នែកដែលអ្នកសម្លឹងមើលម៉ាក់ក៏មិនដូចជាការសម្លឹងមើលមនុស្សចម្លែកដែរគឺដូចជាប៉ាចាងធានហ្វូយប់នោះគាត់បានផ្ញើសារជាសម្លេងមកថាគាត់ធ្វើដំណើរទៅឆ្ងាយដើម្បីសួរសុខទុក្ខមិត្តរួមតែក្រោយមកក៏តាក់ទងគាត់លេងបានទៀតហើយអ្នកឯងក៏នៅយប់នោះដែរស្រាប់តែលេចមុខមកតែម្ដងថ្ងៃនេះនៅផ្ទះបងជីដូនមួយអ្នកតើអ្នកមានទំនាក់ទំនងអ្វីជាមួយប៉ារបស់ខ្ញុំឲ្យប្រាកដឬមួយក៏ថាមែនណាហេមិនខុសទេតើអ្នកដឹងរឿងនេះតាំងពីដំបូងមែនទេអីចឹងគាត់ពិតជាប៉ាបានហើយឲ្យតែត្រឡប់មកវិញគឺល្អហើយមិនថាប្រែជាយ៉ាងណាក៏ដោយឲ្យតែត្រឡប់មកវិញគឺល្អហើយអីចឹងគឺពិតជាមែនទេមិនមែនទេសៀវលាំងខ្ញុំគឺជាប៉ារបស់ឯងដែលបានខ្លាចជាតែមិនក៏ប៉ាខ្លាចជាបែបហ្នឹងវាមិនអាចទៅរួចទេពុកក៏មិនដឹងថាមានរឿងអីកើតឡើងដែរយប់នោះពុកអបអាល់ប៊ុមរូបថតហើយគិតថាបើអាចត្រឡប់ទៅអាយុ25ឆ្នាំវិញបានប្រហែលជាល្អណាស់រួចហើយក៏ត្រឡប់ទៅមែនតែម្ដងលុះភ្ញាក់ឡើងក៏ខ្លាចជាបែបហ្នឹងបាត់ទៅសៀវយ៉ាពុកសុំទោសកូនពីមុនពុកពិតជាមិនបានការមែនដឹងតែពីចង់គ្រប់គ្រងកូនយកតែគំនិតរបស់ពុកមកបង្ខំកូនមិនដែលស្ដាប់ថាកូនគិតយ៉ាងម៉េចទេអ្វីដែលពុកស្រឡាញ់ហាក់ដូចជាមានតែរូបភាពកូនស្រីដែលស្ដាប់បង្គាប់ក្នុងចិត្តពុកមិនមែនជាកូនឡើយមនុស្សដែលពុកមានវិបដិសារីបំផុតក្នុងជាតិនេះគឺកូននិងម៉ាក់របស់កូនពាក្យលួងលោមដែលប៉ានិយាយប្រាប់ខ្ញុំតាមពិតគឺជាអ្វីដែលប៉ាចង់ប្រាប់ខ្ញុំដោយផ្ទាល់ពេលបានស្ដាប់ប៉ាទើបដឹងថាពីមុនប៉ាធ្វើដាក់ខ្ញុំហួសហេតុប៉ុណ្ណានាងខុសហើយនាងដឹងខុសហើយតើប៉ាអាចកុំបោះបង់ខ្ញុំចោលបានទេពុកធ្វើឲ្យកូនភ័យស្ទើរដាច់ភ្ងាហើយពុកដឹងទេស្មានតែពុកលែងត្រូវការពួកកូនហើយតើពុកឯងនេះពិតជាមនុស្សចាស់ល្ងងមនុស្សល្ងងបំផុតពុក
និយាយមែនណាបើកូនប្រុសពុកចេញទៅក្រៅទាំងបែបនេះគេច្បាស់ជាស្មានថាពុកនិយាយជាមួយសង្សារមិនខាននិយាយផ្ដេសផ្ដាសមែននិយាយអត់ដឹងខ្យល់អីសោះតែវាក៏ល្អម្យ៉ាងដែរទៅថ្ងៃមុខពេលដល់ផ្សារមានអ្នកជួយយូររបស់ហើយចាំមើលទៅគេចេះតែលេងហ្គេមនេះថាសប្បាយជាងពុកអង្គុយស្ដាប់គេនិទានរឿងទៅទៀតចឹងត្រូវលេងឲ្យប្លែកបន្តិចប៉ុន្តែទៅជាត្រូវបង្រៀនអាចស្រួលសិនឬក៏អរគុណស្អីទៅអរគុណកូនដែលបានត្រឡប់មកក្នុងបេះដូងពុកវិញតាមរបៀបនេះហើយក៏អរគុណកូនដែរតែព្រមស្ដាប់ពុកនិយាយស្ម័គ្រចិត្តរួមដំណើរជាមួយការផ្លាស់ប្ដូរទោះបីជារបៀបនៃការផ្លាស់ប្ដូរនេះវាគួរឲ្យរន្ធត់ពេកហើយរឿងរ៉ាវប្រែជាគួរឲ្យរន្ធត់ប៉ុន្តែខ្ញុំមិនស្ដាយក្រោយទេបើសិនជាមិនមែនបែបនេះទេប្រហែលជាពេញមួយជីវិតក៏មិនអាចជឿសម្ដីដែលអ្នកទាំងអស់គ្នាផ្ញើមកដែរបើសិនជាមិនមែនបែបនេះទេប្រហែលជាពេញមួយជីវិតក៏មិនអាចជឿសម្ដីដែលអ្នកទាំងអស់គ្នាផ្ញើមកដែរពេញមួយជីវិតអាចនឹងនៅតែដើរតាមការព្រៀនប្រដៅរបស់អ្នកដទៃឥឡូវនេះលោកក៏ជាបុរសចំណាស់ម្នាក់ដែរប៉ុន្តែនៅក្មេងណាស់មែនទេមែនហើយក៏បានឆ្លៀតរៀនធ្វើត្រីផងដែរចាំស្អែកខ្ញុំធ្វើត្រីឲ្យញ៉ាំលោកកុំទៅលិតផ្ទះបាយខ្ញុំឲ្យសោះណាចង់មើលមែនទេរៀនចាប់ផ្ដើមរៀនតាំងពីដំបូងយាយវាព្រឹកស្អែកខ្ញុំចង់ញ៉ាំឆាខ្វាយទទួលបញ្ជាសូមមិត្តបម្រើសេវាកម្មលើមេឃនឹងក្រោកពីព្រលឹមដើម្បីរត់ទៅទិញឆាខ្វាយគឺទេគ្មានអីទេ